សួស្តីប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាចាសសូមស្វាគមន៍សាជាថ្មីមកកាន់ Channel សូសតនិទាននៅក្នុងរាត្រីនេះសម្រាប់វេលាយប់នេះតើប្រិយមិត្តទាំងអស់គ្នាសុខសប្បាយជាធម្មតាដែរឬទេចាសដែលរឿងរ៉ាវនៅក្នុងវេលាយប់នេះផងដែរគឺជារឿងរ៉ាវមួយដែលតាក់ទងទៅនឹងការធ្វើនេសាទត្រីណាបងប្អូនពួកគាត់ទាំងពីរនាក់គឺជាអ្នកនេសាទត្រីប៉ុន្តែនៅក្នុងវេលាយប់មួយហ្នឹងគឺពួកគាត់ទាំងពីរនាក់នេសាទត្រីមិនបានតតែសោះទៅឲ្យគាត់ហ្នឹងសម្រេចចិត្តចែវទូកទៅកន្លែងដែលមានព្រៃកោងកាងធំណាបងប្អូនហើយបន្ទាប់ពីនោះគឺគាត់បានជួបនៅរឿងហេតុការណ៍ហ្នឹងតែម្ដងរឿងរ៉ាវនេះផងដែរគឺបានកើតឡើងទៅលើយុវជនកំឡោះ2នាក់បងប្អូនដែលពួកគាត់ទាំងពីរនាក់ហ្នឹងទី1គឺឈ្មោះវឌ្ឍនៈចាទី2គឺឈ្មោះវីរៈបុត្រណាបងប្អូនពួកគេទាំងពីរនាក់ហ្នឹងគឺជាអ្នកនេសាទប្រចាំភូមិជើងទឹកមួយនៅឯក្បែរមាត់សមុទ្រដែលតែងតែចែវទូកបង់សំណាញ់ជារៀងរាល់ល្ងាចប៉ុន្តែនៅក្នុងវេលាថ្ងៃមួយដោយសារតែទូកនេសាទរបស់គេហ្នឹងមិនសូវទទួលបានត្រីច្រើនហើយពួកគេទាំងពីរនាក់ហ្នឹងគឺបានសម្រេចចិត្តបើកទូករបស់ខ្លួនហ្នឹងចូលទៅចិត្តបឹងកោងកាងមួយដែលនៅទីនោះណាគឺជាតំបន់ព្រៃកោងកាងចាស់ចាស់ដែលមានឫសកោងកាងហ្នឹងគឺថាចាក់ចូលទឹកចង្អៀតហើយស្ទើរតែបើកទូកមិនកើតចឹងណាបងប្អូនព្រមទាំងមានដើមឈើធំធំហើយលក្ខណៈថាដើមឈើហ្នឹងគឺមានវ័យចំណាស់រាប់រយឆ្នាំតែម្ដងអ្នកភូមិដែលគាត់នៅក្បែរនោះគឺរមែងតែងតែមិនអោយនរណាម្នាក់ហ្នឹងចូលទៅចិត្តទីនោះឡើយអ្នកភូមិដែលនៅក្បែរហ្នឹងណាបងប្អូនគាត់តែងតែមានដំណមមួយគឺមិនអោយនរណាម្នាក់ឬមួយក៏កូនចៅរបស់គាត់ហ្នឹងចូលទៅចិត្តទីនោះឡើយបងប្អូនឲ្យតែពេលថ្ងៃក៏ដូចជាព្រះអាទិត្យចាប់ផ្ដើមលិចគឺពួកគេជឿថានៅឯតំបន់កោងកាងនោះគឺជាតំបន់មួយដ៏អាចកំបាំងណាបងប្អូនក៏ប៉ុន្តែដោយសារតែក្តីលោភលន់ចង់បានត្រីច្រើនរបស់យុវជនទាំងពីរនាក់ហ្នឹងពួកគាត់ហ្នឹងក៏បានសម្រេចចិត្តចែវទូកនេសាទហ្នឹងទាំងបំពេញណាបងប្អូនគឺចៅទៅរកកន្លែងដើមកោងកាងដែលក្រាស់ខ្មឹកដែរប្រជាជនក៏ដូចជាឪពុកម្ដាយរបស់គាត់ហ្នឹងហាមឃាត់ផងដែរគាត់ចៅទូករកត្រីរហូតដល់វេលាម៉ោង12យប់បងប្អូនគឺជារាត្រីមួយដែលបានឈានចូលមកដល់អាប់ក្រាស់ខ្មឹកគឺបានបិទបាំងផ្ទៃទឹកទាំងមូលរំពេចនោះណាក៏ស្រាប់តែមានសំឡេងតន្ត្រីបុរាណមួយគឺបានបន្លឺឡើងយ៉ាងល្វើងល្វើយចេញពីជម្រៅព្រៃកោងកាងនោះណាសំឡេងនោះគឺស្ដាប់ទៅលក្ខណៈស្រទន់ផ្អែមល្ហែមកំសត់ព្រឺព្រួចហាក់ដូចជាកំពុងតែអង្រួនចិត្តអ្នកស្ដាប់នោះឲ្យឆ្លក់វង្វេងជាមួយនឹងតន្ត្រីនោះបងប្អូននៅភ្លាមនោះវីរៈបុត្រដែលគាត់ភ័យខ្លាំងជាងគេហើយក៏ជាមនុស្សដែលមានការខ្លាចណាបងប្អូនបានស្រែកប្រាប់ទៅមិត្តភ័ក្តិរបស់គាត់នឹងឲ្យបកទូកថយក្រោយក៏ប៉ុន្តែមិត្តភ័ក្តិរបស់គាត់នឹងគឺគាត់បានសម្លឹងត្រង់ទៅរកដើមកោងកាងយក្សមួយដើមដែលមានពន្លឺភ្លើងគោមនឹងពណ៌ខៀវខៀវស្រអាប់ដោយមិនព្រមស្ដាប់ពីអ្វីដែលគាត់និយាយប្រាប់ទេណាបងប្អូននៅលើមេឃកោងកាងនោះគឺគេបានឃើញមានស្រមោលស្ត្រីម្នាក់ដែលមានស្លៀកពាក់ដូចជាស្បៃបុរាណមុខនឹងគឺស្គមស្គាំងហើយស្លេកស្លាំងកំពុងតែអង្គុយលេងតន្ត្រីទាំងស្នាមញញឹមគួរឲ្យតក់ស្លុតបំផុតនាងនឹងគឺបានខ្សឹបពាក្យមួយឃ្លាមកកាន់ពួកគេថាចូលអ្នកមកនៅជាមួយខ្ញុំនៅក្នុងទីងងឹតនេះទៅពាក្យសំឡេងខ្សឹបដ៏ស្រួចស្រាវរបស់ខ្មោចស្រីម្នាក់នោះបងប្អូនធ្វើឲ្យពួកគាត់ទាំងពីរនាក់នឹងស្លុកអារម្មណ៍ដោយគាត់ធ្វើអ្វីគឺមិនចេញទេបងប្អូននៅពេលនោះគឺគាត់កាំងស្លង់អារម្មណ៍នៅក្នុងការស្ដាប់តន្ត្រីនោះណាបងប្អូន
នៅមុនពេលដែលទូករបស់ពួកគាត់ទាំងពីរនាក់ហ្នឹងបានលេចចូលទៅក្នុងរន្ធទឹកដែលកំពុងតែគួចហ្នឹងនៅភ្លាមនោះក៏ស្រាប់តែមានអ៊ំប្រុសចំណាស់ម្នាក់ដែលគាត់ហ្នឹងគឺជាអ្នកភូមិនឹងឯងគាត់បានបើកទូកម៉ាស៊ីនរបស់គាត់ហ្នឹងយ៉ាងលឿនមកដល់ទូកទាំងពីរនាក់ហ្នឹងគឺនៅភ្លាមនោះបងប្អូនគឺគាត់បានជួយសង្គ្រោះយុវជនទាំងពីរនាក់ហ្នឹងដោយគាត់បានវាយស្គរលក្ខណៈថាស្គរធំណាបងប្អូនព្រមទាំងគាត់បានយកធូបហ្នឹងមកអុជដើម្បីរំដោះវិញ្ញាណដែលចេញពីក្នុងរូបរាងកាយរបស់ពួកគេដែលត្រូវបានការសណ្ដំដោយសារភ្លេងបុរាណហ្នឹងណាបងប្អូននៅភ្លាមនោះវីរៈបុត្រគាត់បានភ្ញាក់ដឹងខ្លួនទាំងញើសហ្នឹងគឺចូលក្បាលតែម្ដងរួចហើយពួកគេទាំងអស់គ្នាហ្នឹងក៏បាននាំគ្នាបើកទូកប្រញាប់រត់ភៀសខ្លួនចេញពីតំបន់នោះណាទាំងមានសំឡេងសើចកក្អឹកបែបដ៏គួរឲ្យភ័យខ្លាចដេញតាមពួកគេពីខាងក្រោយបន្ទាប់ពីគាត់បើកទូកចេញផុតពីកន្លែងព្រៃកោងកាងនោះមកបងប្អូនលោកអ៊ំចំណាស់ហ្នឹងគឺគាត់បាននិយាយទៅប្រាប់ពួកគេទាំងពីរនាក់ហ្នឹងថាស្ត្រីម្នាក់នោះគឺជាអ្នកលេងទ្រនៅក្នុងវាំងកាលពីសម័យដើមដែលបានលង់ទឹកស្លាប់នៅកន្លែងនោះណាហើយនាងហ្នឹងគឺតែងតែទាញប្រលឹងអ្នកដតីក៏ដូចជាអ្នកនេសាទណាមួយដែលបានឆ្លក់វង្វេងទៅនឹងតន្ត្រីព្រមទាំងសំឡេងទ្រដែលនាងកូនណាបងប្អូនបន្ទាប់ពីពួកគាត់ទាំងពីរនាក់បានស្ដាប់សម្ដីរបស់អ៊ំប្រុសគាត់ប្រាប់ហើយគឺពួកគាត់ព្រឺក្បាលឆ្អឹងខ្នងខ្ញាក់តែម្ដងមិនគួរណាការលោភលន់របស់គាត់នឹងហ៊ានតែបថុយជីវិតណាបងប្អូនទាំងអស់គ្នានេះគឺជាសាច់រឿងរបស់យុវជនទាំងពីរនាក់ដែលគាត់ហ៊ានប្រមាថណាដោយសារតែអ្នកភូមិគាត់បានប្រាប់ហើយថានៅក្នុងតំបន់នោះគឺជាតំបន់មួយដែលគេហាមឃាត់ឲ្យតែពេលប្រលប់កាលណាគឺគ្មាននរណាម្នាក់ឬមួយក៏អ្នកនេសាទណាម្នាក់នឹងធ្វើដំណើរទៅរកត្រីនៅទីនោះទេក៏ប៉ុន្តែពួកគាត់ដោយសារតែការលោភលន់ការចង់បានត្រីខ្លាំងពេកគាត់សុខចិត្តបថុយទៅណាបងប្អូនតែដល់ពេលគាត់បថុយទៅគាត់ក៏ស្រាប់តែបានជួបនៅរឿងហេតុការណ៍ដែលគាត់មិនគួរនឹងជួបពិតប្រាកដមែនតែនេះសំណាងល្អហើយបងប្អូនដែលបានលោកអ៊ំប្រុសចំណាស់ម្នាក់ដែលគាត់រស់នៅក្បែរនោះបន្ទាប់ពីគាត់បានឃើញទាំងពីរអ្នកនឹងអ៊ំទុកចូលទៅក្នុងកន្លែងនោះហើយគាត់ក៏បានធ្វើដំណើរមកដើម្បីជួយពួកគេទាំងពីរនាក់អញ្ចឹងណាបងប្អូនហើយនេះគឺសំណាងមែនទែនដែលអាយុជីវិតរបស់គាត់នឹងត្រូវបានរួចផុតពីកណ្ដាប់ដៃខ្មោចស្រីនឹងប្រសិនបើជាមិនមានអ៊ំប្រុសម្នាក់នោះទេគឺគាត់ទាំងពីរនាក់នឹងអាចនឹងត្រូវកលាប់ទូកនៅក្នុងកំឡុងពេលដែលទឹកគួចនឹងបាត់ទៅហើយបងប្អូនចឹងអរគុណច្រើនបងប្អូនទាំងអស់គ្នាសាច់រឿងនៅក្នុងវេលាយប់នេះគឺជាលក្ខណៈបែបខ្លីៗទេប៉ុន្តែលក្ខណៈបែបថារន្ធត់គួរសមដែរណាបងប្អូនហើយណាមួយទៀតគឺដោយសារតែយុវជនទាំងពីរអ្នកហ្នឹងគឺជាក្មេងកំឡោះផងជាធម្មតាទេបងប្អូនកំឡោះតែងតែមានឈាមរាវអីចឹងណាគាត់មិនសូវខ្លាចខ្មោចឬក៏មិនសូវខ្លាចអ្វីមួយទេតែងតែហ៊ានបំពេញនៅសម្ដីចាស់ចឹងឯងហ្នឹងហើយអរគុណច្រើនបងប្អូននៅក្នុងវេលាយប់នេះផងដែរគឺអ្នកខ្ញុំមានសាច់រឿងតែប៉ុណ្្នឹងទេហើយជាចុងក្រោយនេះផងដែរនេះខ្ញុំក៏សូមថ្លែងអំណរគុណដល់បងប្អូនទាំងអស់គ្នាដែលបានចូលមកស្ដាប់សាច់រឿងនេះតាំងពីដើមរហូតដល់បញ្ចប់នៅក្នុងវេលាយប់នេះហើយនេះខ្ញុំក៏សូមជូនពរឲ្យបងប្អូនទាំងអស់គ្នាកេងលក់សុបិនល្អធ្វើដំណើរទៅទីជិតទីឆ្ងាយក៏សូមឲ្យជួបតែសុខសុវត្ថិភាពទាំងទៅទាំងមកផងដែរអរគុណច្រើនបងប្អូនជួបគ្នានៅក្នុងអេពីសូតក្រោយនៃរឿងថ្មីបន្តទៀត